ត្រជាក់ចិត្តរដ្ឋកោទឹកបាត់ដំបងរៀបចំប្រព័ន្ធបាញ់ទឹកបន្ថយកម្ដៅជូនភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2026ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាពិសេសក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2026រដ្ឋកោទឹកបាត់ដំបងបានរៀបចំដំឡើងប្រព័ន្ធបាញ់ទឹកហ្វ្រីនៅតាមតំបន់កំសាន្តសំខាន់ៗដើម្បីកាត់បន្ថយកម្ដៅនិងបង្កលក្ខណៈសប្បាយរីករាយជូនដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថាដោយសារអាកាសធាតុក្នុងខែមេសានេះមានសភាពក្តៅខ្លាំងយោងតាមការណែនាំពីឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអង្គភាពរដ្ឋកោទឹកខេត្តបាត់ដំបងនឹងរៀបចំប្រព័ន្ធបាញ់ទឹកសាច់ពីខាងលើដែលជាបច្ចេកទេសបាញ់ចេញជាផ្សែងទឹកស្ដើងៗនៅតាមតំបន់សំខាន់ៗក្នុងទីតាំងសង្ក្រាន្តឯកឧត្តមបញ្ជាក់ថាមន្ត្រីលោកចំនួន6ទៅ7នាក់បានចុះរៀបចំប្រព័ន្ធបាញ់ទឹកសាច់ពីខាងលើមួយសប្តាហ៍ហើយដែលលាតសន្ធឹងចាប់ពីវិមានឯករាជ្យមកទល់រដ្ឋកោទឹកបន្តដល់សារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងនិងបន្តមកស្ពាន13មករារាប់មាត់ស្ទឹងត្រើយខាងកើតរហូតដល់វិមានឯករាជ្យវិញឯកឧត្តមបញ្ជាក់ថាការរៀបចំប្រព័ន្ធបាញ់ទឹកសាច់ពីខាងលើដើម្បីបន្ថយកម្ដៅក្នុងតំបន់សង្ក្រាន្តបង្កើតឲ្យមានបរិយាកាសត្រជាក់ស្រស់ស្រាយជួយឲ្យអ្នកមកលេងកម្សាន្តមិនមានអារម្មណ៍ថប់ដង្ហើមឬក្តៅពេកនិងផ្ដល់ភាពងាយស្រួលដល់អ្នកដើរកម្សាន្តបង្កើតជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរមកឈរសម្រាកនិងថតរូបលេងក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយបន្ថែមទៀតភ្ញៀវទេសចរដែលបានមកដល់តំបន់សង្ក្រាន្តបានសម្ដែងនៅក្តីត្រេកអរចំពោះការរៀបចំនេះប្រជាពលរដ្ឋមួយរូបអ្នកស្រីផល្លាបានលើកឡើងថាការមានប្រព័ន្ធបាញ់ទឹកបែបនេះគឺពិតជាល្អខ្លាំងណាស់ព្រោះយើងអាចដើរលេងបានយូរដោយមិនសូវហត់ហើយក្មេងៗក៏ចូលចិត្តលេងទឹកដែលបាញ់ចេញមកបែបនេះដែរសូមបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងជាមួយនឹងការតុបតែងលម្អតាមដងស្ទឹងសង្កែនិងតាមទីសាធារណៈការចូលរួមចំណែកពីរដ្ឋកោទឹកមិនត្រឹមតែជួយផ្នែកបច្ចេកទេសបន្ថយកម្ដៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការរួមសហការគ្នារវាងអាជ្ញាធរដែនដីនិងមន្ទីរអង្គភាពជុំវិញខេត្តដើម្បីធានាឲ្យបាននូវផាសុកភាពសុវត្ថិភាពនិងភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវគ្រប់រូបដែលមកលេងកម្សាន្តតាមកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2026មានរៀបចំឡើងតាមបែបសាសនាប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការបែងចែកជាតំបន់ធំៗជាច្រើនដូចជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗតំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុកប្រៀបសន្តិភាពរូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារតំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារនិងបង្អែមខ្មែរស្តង់ម្ហូបអាហារតំបន់ផ្សារខ្មែរស្តង់ពិព័រណ៍ទូទៅភូមិល្បែងប្រជាប្រិយនិងតំបន់សួនសិល្បៈជាដើម